នៅប្រាសាទអង្គរវត្តទឹកដីខេត្តសៀមរាបគួរតែបង្កើតទីក្រុង2ដែលទីក្រុងទាំងពីរហ្នឹងគឺជាផលិតផលទេសចរថ្មីដែលអាចទាក់ទាញភ្ញៀវលើសកលលោកមកលេងសៀមរាបមកលេងកម្ពុជាច្រើនមែនទែនទី1គឺបង្កើតទីក្រុងអង្គរបុរាណហើយទីក្រុងអង្គរបុរាណហ្នឹងបើសិនជាអាចយកទីតាំងនៅលើភ្នំកលែនមកធ្វើព្រោះនៅលើភ្នំកលែនឥឡូវគេទំស្រាវជ្រាវឃើញកន្លែងដែលខ្ញុំទៅភ្នំកលែនថ្ងៃមុនណាបងប្អូនអាចមើលរូបភាពនៅក្រោមនេះទៅកន្លែងហ្នឹងគឺភ្នំធំណានៅលើភ្នំកលែនណាភ្នំធំណាប៉ុន្តែគេពុះកណ្ដាលភ្នំហ្នឹងយកថ្មដល់អញ្ចឹងទៅវាដូចច្រឡងភ្នំអញ្ចឹងណាបានន័យថាមានភ្នំសងខាងអាកណ្ដាលប្រហោងឥឡូវដូច្នេះកន្លែងហ្នឹងគួរតែជ្រើសរើសយកបង្កើតទីក្រុងអង្គរបុរាណហ្នឹងពីព្រោះហេតុអីដោយសារធម្មជាតិម៉ោងនេះនៅកន្លែងហ្នឹងគឺវាអច្ឆរិយៈបានន័យថាភ្នំពីរហើយនៅកណ្ដាលមានច្រឡងជ្រៅដូច្នេះកាលណាយើងបង្កើតជាភូមិជាទីក្រុងដែលមនុស្សរស់នៅតាមច្រឡងភ្នំហ្នឹងហើយយើងរកអ្នកដែលប្រកួតប្រកែក្នុងការ design ក្នុងការបង្កើតគំនិតណាដូច្នេះកន្លែងហ្នឹងគឺលេខ1ហ្មងដើម្បីតាក់ទាញទេសចរពិភពលោកបានន័យថានៅពេលដែលបរទេសមកស្រុកខ្មែរមកលេងអង្គរវត្តគាត់ក៏ចាប់អារម្មណ៍ទៅលេងទីក្រុងអង្គរបុរាណបានន័យគាត់ចង់មើលឃើញមនុស្សសម័យបុរាណគេរស់នៅយ៉ាងម៉េចហើយពេលទៅដល់ទីក្រុងអង្គរបុរាណនៅកន្លែងភ្នំកលែនហ្នឹងដែលយើងយកច្រឡងភ្នំហ្នឹងមកធ្វើគឺអស្ចារ្យអច្ឆរិយៈហ្មងគឺមនុស្សរស់នៅតាមច្រឡងភ្នំដល់អញ្ចឹងទៅគឺវាតាក់ទាញទេសចរខ្លាំងបានន័យថាគាត់មកលេងសៀមរាបហើយគាត់ស្គាល់អង្គរវត្តហើយគាត់ចាប់អារម្មណ៍ហើយដល់អញ្ចឹងគាត់ចង់ដឹងថាតើខ្មែរសម័យបុរាណ1000ឆ្នាំមុនខ្មែររស់នៅម៉េចដូច្នេះពេលដែលគាត់ទៅដល់ទីតាំងភ្នំកលែនដែលយើងយកបង្កើតទីក្រុងអង្គរបុរាណក៏គាត់ឈានជើងចូលគ្រប់ដោយគាត់ដើរត្រឡប់ថយក្រោយទៅ1000ឆ្នាំមុនចឹងគឺគាត់ឃើញវប្បធម៌ការរស់នៅការស្លៀកពាក់សកម្មភាពគ្រប់បែបយ៉ាងនៃមនុស្ស1000ឆ្នាំមុនរស់នៅហើយសំខាន់ទីតាំងភូមិសាស្ត្រកន្លែងហ្នឹងគឺអស្ចារ្យគឺច្រឡងភ្នំឥឡូវនេះគឺកន្លែងដែលអច្ឆរិយៈមួយដែរនៅភ្នំកលែនណាដូច្នេះនេះគឺជាផលិតផលទេសចរមួយដែលខុសគេក្នុងលោកព្រោះម៉ោងនេះបើយើងចង់ទៅទីក្រុងទំនើបប្រទេសណាក៏មានដែរប៉ុន្តែម៉ោងនេះបើយើងចង់ឈានមកជំហានទៅដល់ទីក្រុងមួយដែល1000ឆ្នាំមុនគឺមិនងាយមានទេហើយស្រុកខ្មែរបើបង្កើតគឺអស្ចារ្យដោយសារខ្មែរមានប្រាសាទអង្គរវត្តដែលសាងសង់ពី1000ឆ្នាំមុនហើយដូច្នេះកម្ពុជាបើយើងបង្កើតទីក្រុងអង្គរបុរាណ1000ឆ្នាំមុនគឺលេខ1តែម្ដងហើយរើសយកភ្នំកលែនដែលមានច្រឡងភ្នំដ៏អស្ចារ្យហ្នឹងបង្កើតទីក្រុងអង្គរបុរាណហ្នឹងគឺតាក់ទាញទេសចរពិភពលោកខ្លាំងអាហ្នឹងហើយគឺជាផលិតផលទេសចរថ្មីមួយដែលចូលរួមចំណែកក្នុងការតាក់ទាញទេសចរពិភពលោកមកលេងកម្ពុជាកាន់តែច្រើនហើយរឿងទី2ការបង្កើតទីក្រុងទី2នៅស្រុកខ្មែរហ្នឹងគួរតែពិចារណាបង្កើតទីក្រុងបរទេសទីក្រុងបរទេសមែនហ្នឹងដូចអាមេរិកគាត់ប្រមូលផ្ដុំសិតតែមនុស្សច្រើនជាតិសាសន៍ណាមករស់នៅអាមេរិកណាដូច្នេះបរទេសច្រើនណាស់មកពីសកលលោកមកលេងនៅសៀមរាបលេងប្រាសាទអង្គរវត្តដូច្នេះយើងគួរតែបង្កើតទីក្រុងបរទេសមួយនៅក្នុងខេត្តសៀមរាបឬកន្លែងណាមួយដែលស័ក្តិសមបានន័យថាបរទេសមកលេងយើងធ្វើមិនចាប់គាត់ឲ្យជាប់ឲ្យគាត់ចង់រស់នៅស្រុកខ្មែររស់នៅទីក្រុងបរទេសហ្នឹងរស់នៅទីក្រុងបរទេសនៅក្នុងខេត្តសៀមរាបហ្នឹងគឺយើងត្រូវរៀបចំទីក្រុងប្រមូលអ្នកឆ្លាតមករចនា design master idea នៃការបង្កើតទីក្រុងហ្នឹងបង្កើតចំណុចខ្លាំងដើម្បីតាក់ទាញបរទេសគាត់មកលេងអង្គរវត្តទៅស្គាល់ទីក្រុងបរទេសហ្នឹងគាត់ចង់មករស់នៅចង់មកទិញផ្ទះនៅហ្នឹងចង់មករស់នៅហ្នឹងដែរអញ្ចឹងណាដូច្នេះនៅពេលដែលយើងអាចតាក់ទាញបរទេសមកទិញផ្ទះហើយរស់នៅហ្នឹងគឺវាជួយឲ្យចលនាទ្រព្យជួយសេដ្ឋកិច្ចស្រុកខ្មែរច្រើនពួកបរទេសដែលមានលទ្ធភាពមកទិញផ្ទះមករស់នៅហ្នឹងគាត់យកលុយមកចាយស្រុកខ្មែរហើយទីក្រុងនោះយើងធ្វើម៉េច design master plan យ៉ាងម៉េចឲ្យបរទេសចូលមកគឺចង់នៅហ្មងបាននៅទី1បរទេសច្រើនណាស់នៅលើសកលលោកគាត់មកលេងអង្គរវត្តស្គាល់ស្រុកខ្មែរដល់អញ្ចឹងទៅយើងអស់ទាញគាត់មិនឲ្យស្គាល់ទីក្រុងបរទេសហ្នឹងពេលគាត់ទៅលេងគាត់មានអារម្មណ៍ចង់នៅដូច្នេះហ្នឹងជាគោលដៅហើយដើម្បីសម្រេចគោលដៅហ្នឹងអត់ប្រមាថទេគឺយើងរកអ្នកឆ្លាតខ្មែរយើងឆ្លាតហើយជាមួយនឹងជួលក្រុមហ៊ុនបរទេសដែលឆ្លាតក្នុងការ design ជាទីក្រុងហើយដែលជំនាញ design ទីក្រុងហើយដែលជំនាញផ្នែកតាក់ទាញទេសចរមករួមគ្នាបង្កើតជាទីក្រុងបរទេសមួយដែលគោលដៅតាក់ទាញបរទេសមករស់នៅទីក្រុងហ្នឹងតែម្ដងដូច្នេះនៅពេលដែលយើងបង្កើតបានទីក្រុង2ហ្នឹងទី1ទីក្រុងអង្គរបុរាណ1000ឆ្នាំមុនគឺតាក់ទេសចរពិភពលោកកាន់តែខ្លាំងទី2យើងបង្កើតបានទីក្រុងបរទេសបែបទំនើបបែបល្អបែបធម្មជាតិអីទៅឧទាហរណ៍
ដូច្នេះបរទេសច្រើននឹងមករស់នៅសៀមរាបទឹកដីសៀមរាបនឹងមានតម្លៃហើយសេដ្ឋកិច្ចនឹងកាន់តែប្រសើរទាំងសៀមរាបទាំងស្រុកខ្មែរណាបងប្អូនយល់យ៉ាងម៉េចដែរសម្រាប់ការបង្កើតគំនិតពីរហ្នឹងទីក្រុងទាំងពីរហ្នឹងបងប្អូនគ្រប់តរដែរ